ผมใบเลื่อนน้องบอลเนี่ยมาดามผมใบเลื่อนมันอายเอ้ยมหาจุนกระปงกับเนี่ยปะนะเราต้องเอาให้จุด subscribe พอนะrồi hãy checkสัญญากันดังมาบ่ายดับขมายอะไรบ้านอ่านกับดอยกับบ้านได้มั้งแต่โลเคชั่นใหม่เนี่ยนะแน่ชมเป็นกับเป็นจ่านึงหมอสามกกเมาปงขวาตัวไหนเคยเจออันนี้là nhon thắtเนี่ยไอ้ลายขาวนี่เนี่ยไล่อาบลื้อแต่โลเคชั่นมาลืมแล้วปนanh tới đây khỏi chọn đăng ảnh này nè đó tiền ai anh ơi bạn tiền bạn nhận đầu mê bố này chật anh ấy anh sủa chặt sao sủa hốt này bố mà anh trong bên xí bãi anh một thột cho chán bãi anh mặc bao bố nó lấy giờ đi bơ ai tay chua vẫy này anh vẫy kia mà đúng vẫy anh xem hay lại khao đấy là mơ ai xây kia ai khen á ba tràn liền hai ơi cái tiết mày phơi đi ngọt xôm chua đầm đằng play play trẻ thơ video ôn chẳng idol ôi cùng áo ôn tình chẳng áo ôn này cứ mãi bông bàn tê anh mặc bao bố nó lấy áo ôn chẳng áo ôn nơi cứ mãi bông ta bàn tê nôn lòng cùng chào bông đây không luôn cái ấy không luôn hả xôm chua đầm đằng play play ពូវងណយរវាយពូចឹងពូភ័យអត់អូពូភ័យពូភ័យខ្លាំងហ្មងពូនិយាយមិនភ័យហ្មងអត់ទេភ័យមែនតាលឺថាវងណយបបួលវាយមួយស្មើលើសង្វៀនភ័យហ្មងដូចម៉ែវាសំដីថោកទាបអញ្ចឹងក៏និយាយចេញមករួចណាស់ក៏ដូចម៉ែអាថោកទាបភ័យពូភ័យបើនិយាយថាភ័យមែនភ័យអត់ចាទេអត់ចាមែនពូណយឲ្យនឹងអូនមួយណាពូណយឲ្យនឹងពូសំណាងមួយណាល្បីជាងអូនល្បីជាងម៉ាក់ស្គាល់បណ្ដោយអត់ស្គាល់បណ្ដោយអត់អូនស្គាល់ខ្ញុំអត់ស្គាល់បូអត់ស្គាល់អីថ្ងៃមុនគឺច្រៀងបាត់ពូសោះហ្នឹងថាអត់ចឹងជាអត់សារទេមកវាអូនអីអត់មានទូរស័ព្ទមើលតែអត់ពីគេឡើងលេងទូរស័ព្ទទេទៅអត់អត់ស្គាល់ពូស្គាល់ពូអត់ទេអត់ស្គាល់ចឹងល្អជាងខ្ញុំដល់តែទៅស្គាល់បានគាត់លេងទូរស័ព្ទហើយចាំបានមិនស្គាល់បានថាគាត់ទៅលេងទូរស័ព្ទចឹងល្អវិញបាទលេងបាច់បោលណាស្គាល់ណាគាត់បានគាត់កាន់ទូរស័ព្ទហើយបាទបងចូលល្អគ្រូល្អចាំបាយចាំខ្លួនស្គាល់លោកជំទាវតើសម័យអត់ស្គាល់លោកជំទាវតើសម័យអត់ស្គាល់លុយហើយស្គាល់ผมใบเลื่อนน้องบอลเนี่ยมาดามผมใบเลื่อนมือโซล่าហើយតិចថានិយាយលេងណាដែលមានឯកសារណា8លានណា8លាននេះហើយល្បីឃើញអ្នកព័ត៌មានចុះផ្សាយច្រើនណាបាទប៉ុន្តែថ្នាក់ខេត្តស្កាត់ឈឹងជាពិសេសលោកហងវិស័យបាទយុវទីចាត់ការប្រជាពលរដ្ឋអត់ដឹងថា8លានទេតែនិយាយយើងឃើញឯកសារមិនបង្ហាញគាត់ក៏ថាអូមានទ្រូងបងនេះ8លានមកដើមខ្ញុំកណនីអត់ទេអាមកដើមនេះបើផ្សារដាក់មុខផ្ទះខ្ញុំដែរណាបាទមកដើមនេះគេយក$20អញ្ចឹងបាទហេលឺគេថា150នោះ60ម៉ឺនណាទេអានេះអាដើមអាដងដៃគេយក80000កាត់ផ្សារណាដាក់ជើងគេមកចាក់មកហើយនឹងសូឡាមកដើមទៀតសូឡាមួយទៀត$50អូទំហំវ៉ាត់ហ្នឹងណាអញ្ចឹងស្មើ200វ៉ាត់3វ៉ាត់មកដើមខ្ញុំវាយអស់ហ្មងទៅឲ្យរឿងថ្លៃចុះថ្លៃខ្ពស់ហ្មងទាំងអស់ហ្មង$150ពូឲ្យមេបាយយ៉ាង600000ទៅចប់ហើយអូយឈឺក្បាលណាសុំជួនដំណឹងផ្លាច់ผมใบเลื่อนน้องบอลเนี่ย
mà đang bầm bấy liên 3 លានមើលសូឡា phải tách thành dây lê nhá này để miền ai cái giá nó 7 liên này ហើយល្បីហ่ะឃើញអ្នកព័ត៌មានចុះផ្សាយច្រើនណា បាទ ប៉ុន្តែថ្នាក់ខេត្តស្កាត់ឈឹង งัดchân ជាពិសេសលោកហងវិស័យ បាទ យុវទីចាត់ការប្រជាពលរដ្ឋអត់ដឹងថា3លានទេតែនិយាយយើងឃើញឯកសារមិនបង្ហាញគាត់ក៏ថានេះទ្រូងបងនេះ8លាន mà đơm ខ្ញុំកណនីអត់ទេអាមួយដើមនេះបើផ្សារដាក់មុខផ្ទះខ្ញុំដែរណា đã មួយដើមនេះគេយក$20 chẳng បាទ để lư cái tham rồi ha nó học 60,000 ណា ទេអានេះអាដើមណាអាដងដៃ đấy hả គេយក$80,000កាត់ផ្សារណាដាក់ជើងគេមកចាក់មកហើយនឹងសូឡាមួយដើមទៀតសូឡាមួយទៀត$50 ồ ទំហំវ៉ាត់ហ្នឹងណា chẳng smart 200 វ៉ាត់3 វ៉ាត់មួយដើមខ្ញុំវាយអស់បងទៅឲ្យរឿងថ្លៃចុះថ្លៃខ្ពស់ហ្មងទាំងអស់ហ្នឹង$150 chẳng 60,000 ồ តយម៉ាយគោភ្លើងសូឡាមួយ8លានទៀតមិនដែរ$2,000ណាអូពឺហោមពឺហោមអូដៃចោលសាលពឺហោមមិនដែរ8លានរៀលស្មើ$2,000ចំយ៉ាងនៅកូរ៉េអត់មានថ្លៃដល់ណាហ្នឹងទេនៅកូរ៉េជួយអូយសុំទៅសាគេដូចថាអាមេរិកជប៉ុនជួយចាប់កម្ពុជាផងដើរលឿនជាងជប៉ុនអាមេរិកអូយសុំទៅសាមកដៃចោល ម្នាយអើយមហាជនកំពុងតែភ្ញាក់ផ្អើលណាបកគោលសឡាមួយដែលគេដាំនៅកំពង់ឆ្នាំងបាទមួយដើម8លានរៀលណាគេដាំនៅភូមិគោកតពៅឃុំទឹកហូតស្រុកលលាផ្អៀកខេត្តកំពង់ឆ្នាំងឥឡូវនេះទាំងមហាជនទាំងអ្នកកាសែតល្បីគេផ្អើលគេផ្សាយឈូឆរពេញបណ្ដាញសង្គមយ៉ាងណាក៏ដោយក៏មន្ត្រីពាក់ព័ន្ធនៅកំពង់ឆ្នាំងហ្នឹងដែលពាក់ព័ន្ធក្នុងការដាំបកគោលសឡាហ្នឹងកំពុងតែដេកអេះគូតយ៉ាងប្រងើយអត់មានប្រតិកម្មអីសោះមកដល់ម៉ោងនេះណាអញ្ចឹងខ្ញុំសំណូមពរឲ្យបងប្អូននៅក្នុងភូមិនេះបាទភូមិគុកលពៅឃុំទឹកហូតនេះស្រុកលាផ្អៀនេះជួយយកកំបិតទៅកោះអាបកគោលគេបាញ់ថ្នាំខៀវព្រលឺនឹងតិចមើលព្រោះខ្ញុំសង្ស័យថាបកគោនេះជួនកាលយើងចោតមន្ត្រីគេខុសណាអញ្ចឹងបងប្អូននៅភូមិនឹងជួយយកកំបិតទៅកោះថ្នាំហ្នឹងបន្តិចវាអាចបកគោនឹងធ្វើមកពីផ្លាកទីនឬក៏មានលាយសារជាតិមាសបាទវាថ្លៃអញ្ចឹងតែបើបកគោនេះជាបកគោដែកជាបកគោអីធម្មតាទេការដែលយកតម្លៃ8លានរៀលនៅក្នុងតារាងនេះគឺជាអំពើពុករលួយនឹងគឺជាការចាក់កពលរដ្ឋបានបងពុនជនជាតិនិងចាក់ករដ្ឋាភិបាលដែលបានចំណាយថវិកានៅក្នុងការអភិវឌ្ឍជាតិដែរណាហើយខ្ញុំសង្ឃឹមថាអស់លោកពាក់ព័ន្ធនឹងបកស្រាយថាតើវាយ៉ាងម៉េចបកគោនឹងវាធ្វើមកពីស្អីបានវាពិសេសខុសគេមែនដល់ទៅ8លានរៀលណាខ្ញុំប្រាប់ណាពុករលួយអីអាចពុករលួយវាយើងប្រទេសណាក៏មិនអាចលុបបំបត្តិបានដែរអំពើពុករលួយឲ្យលុបបំបត្តិទាំងស្រុងវាមិនអាចទេសូម្បីតែនៅជប៉ុននៅអាមេរិកក៏វានៅមានដែរអំពើពុករលួយហ្នឹងប៉ុន្តែបើអស់លោកចង់ស៊ីចុកបុកតាពីច្រាស់ចំក្រាលដើមជ្រុងសូមឲ្យវាមានកម្រិតតិចតួចផុតឲ្យវាជិះគ្រប់គ្រាន់ទៅកុំអាដេញបកគោលយកចូលត្រឹម60,000 70,000 1លានថាវាយអស់1លានចុះលេងហៃតសេមកលេងយកសិតតែ8លានអីវ៉ាន់នេះនេះផងធ្វើមកបកគោនឹងឲ្យខ្លាយជាអ្នកមានឬក៏វាយ៉ាងម៉េចអញ្ចឹងហើយបានជាមន្ត្រីចការមួយចំនួនក្នុងជួររដ្ឋាភិបាលប្រាក់ខែ1លាន2លានប៉ុន្តែជិះសិតតែ570ជិះសិតតែឡុងកេសើអាទំនើបនោះវាមិនចម្លែកទេយើងមើលទៅអញ្ចឹងបងប្អូនមហាជនរងចាំមើលគេបកស្រាយសិនថាគេនឹងបំភ្លឺបែបណាខ្លះពាក់ព័ន្ធតែកុំឆ្លើយថាដាក់0ខុសណាកុំឆ្លើយនិយាយថាដាក់0ខុសនិយាយគ្នាហើយបាទហើយអ្នកនៅចិត្តហ្នឹងសូមទៅកោះទៅកោះមើលបកគោហ្នឹងផងព្រោះខ្ញុំសង្ស័យថាបកគោហ្នឹងគឺជាបកគោមាសមិនជាបកគោដែកទេបាទវាថ្លៃអញ្ចឹងនោះបាទអរគុណ បាទរឿងផ្លៃផ្លៃសិនមកចាប់រងមកឆ្លងទៅសូមមេតាកាន់តែបើទៅប៉ុណ្ណា